មហន្តរាយនឹងការព្រមានខ្លាំងៗនៅប្រទេសថៃគ្រោះថ្នាក់ធ្លាក់យន្តហោះខ្យល់ពុលកម្រិតអាសន្ននិងមេរោគសាហាវនីបាជម្រាបសួរពុកម៉ែបងប្អូននិងប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel HS Infotech ថ្ងៃនេះយើងមានព័ត៌មានក្តៅៗនិងសំខាន់បំផុតចំនួន3ដែលកំពុងកើតឡើងនៅក្នុងប្រទេសថៃនិងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនក៏ដូចជាការព្រមានដល់បងប្អូនដែលរស់នៅប្រទេសកម្ពុជាយើងផងដែរ 1. សោកនាដកម្មធ្លាក់យន្តហោះយោធាថ្មីសម្លាងនៅខេត្តឈៀងម៉ៃព័ត៌មានទី1ដែលកំពុងទទួលបាននៃការចាប់អារម្មណ៍ខ្លាំងនៅក្នុងទឹកដីប្រទេសថៃពាក់ព័ន្ធជាមួយនឹងការធ្លាក់យន្តហោះនៅក្នុងខេត្តឈៀងម៉ៃកាសែត The Nation របស់ថៃចេញផ្សាយដែលដកស្រង់ប្រភពពីកងទ័ពជើងអាកាសរបស់ថៃបានឲ្យដឹងថានៅថ្ងៃទី29ខែមករាឆ្នាំ2026នេះយន្តហោះកងទ័ពរបស់ថៃមួយគ្រឿងបានភាគនៅអំឡុងពេលដែលការហោះហើរហ្វឹកហាប់នៅភាគខាងជើងនៃប្រទេសនៅក្នុងខេត្តឈៀងម៉ៃយន្តហោះយោធាថៃមួយគ្រឿងដែលបានធ្លាក់នេះគឺជាប្រភេទយន្តហោះហ្វឹកហ្វឺនមានឈ្មោះថា AT6TH បានធ្លាក់នៅម្ដុំជាម៉ោង 10 កន្លះព្រឹកនៅក្នុងភូមិហ៊ូហ្វាងស្រុកចាំថងខេត្តឈៀងម៉ៃនៅអំឡុងពេលដែលកំពុងតែហោះហើរហ្វឹកហាត់បន្ទាប់ពីហេតុការណ៍នេះបានកើតឡើងក្រុមជំនាញត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីវាយតម្លៃអំពីសភាពការនិងស៊ើបអង្កេតបន្តដើម្បីស្វែងរកមូលហេតុនៃការធ្លាក់អ្វីដែលជាការសោកស្ដាយបំផុតនោះក្រុមការងារបានបញ្ជាក់ថាពីលុតចំនួន2នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះនេះការស៊ើបអង្កេតជាបឋមគេបានរកឃើញថាសាកសពរបស់ពីលុតទាំង2នាក់នោះបានជាប់គាំងនៅក្នុងយន្តហោះតាមប្រភពកងទ័ពជើងអាកាសរបស់ប្រទេសថៃនៅពេលដែលក្រុមអ្នកជំនាញបានធ្វើដំណើរទៅដល់កន្លែងកើតហេតុយន្តហោះនោះបានឆែកខ្ទេចខ្ទីអស់ទៅហើយរីឯមន្ទីបានខ្ទាតឆ្ងាយនៅក្នុងរង្វង់ប្រហែលជា20ម៉ែត្រទីកន្លែងដែលយន្តហោះនេះបានធ្លាក់គឺជាព្រៃហើយមានជម្រៅប្រហែលជា10ម៉ែត្រកន្លែងធ្លាក់នេះទៀតសោតមានចម្ងាយប្រហែលជា1គីឡូម៉ែត្រពីផ្លូវដែលធ្វើឲ្យមានការពិបាកនៅក្នុងការធ្វើដំណើរទៅដល់អ្នកភូមិម្នាក់ដែលមានឈ្មោះថាលោករតនាមង្គលកំពុងតែស្រោចបន្លែនៅក្បែរនោះបានឃើញផ្ទាល់នឹងភ្នែកពីការធ្លាក់របស់យន្តហោះនេះទោះបីជានៅចម្ងាយប្រហែលជា1គីឡូម៉ែត្រពីកន្លែងកើតហេតុក៏ប៉ុន្តែលោករតនាមង្គលបាននិយាយថាគាត់បានឮសំឡេងផ្ទុះយ៉ាងខ្លាំងស៊ូបញ្ជាក់ផងដែរថាទោះបីជាកងទ័ពជើងអាកាសរបស់ថៃបញ្ជាក់ត្រឹមតែឈ្មោះយន្តហោះ AT6TH ក៏ប៉ុន្តែគេអាចយល់បានថាវាគឺជាយន្តហោះចម្បាំងខ្នាតតូចប្រើប្រាស់សម្រាប់ការផ្ដល់កម្លាំងកងទ័ពAT6TH Wolverine យន្តហោះនេះគឺជាផលិតផលរបស់សហរដ្ឋអាមេរិកត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Textron Aviation Defense ហើយបំពាក់នូវប្រព័ន្ធការពាររបស់អង្គការ NATO នៅក្នុងឆ្នាំ2021ប្រទេសថៃបានបញ្ជាទិញយន្តហោះប្រភេទនេះចំនួន8គ្រឿងហើយបញ្ជាទិញចំនួន4គ្រឿងថែមទៀតនៅក្នុងឆ្នាំ2022គ្រឿងដំបូងត្រូវបានថៃយកមកប្រើនៅក្នុងខែកញ្ញាឆ្នាំ2025នេះមានន័យថាយន្តហោះនេះមិនទាន់បានប្រើប្រាស់រយៈពេល1ឆ្នាំផងក៏ជួបគ្រោះថ្នាក់តែម្ដងតាមផែនការថៃនឹងយកយន្តហោះ AT6TH ទាំង12គ្រឿងនេះទៅជំនួសយន្តហោះបណ្ដុះបណ្ដាលកងទ័ពចាស់របស់ខ្លួនប្រភេទ L39 ZA-LTCH 2. វិបត្តិខ្យល់ពុល PM 2.5 កម្រិតអាសន្នពណ៌ក្រហមនៅទីក្រុងបាងកកព័ត៌មានទី2គឺរឿងរ៉ាវសុខភាពសាធារណៈដែលបងប្អូននៅបាងកកត្រូវប្រុងប្រយ័ត្នខ្ពស់ទីក្រុងបាងកកដែលជារាជធានីរបស់ថៃកំពុងតែរងការវាយប្រហារយ៉ាងខ្លាំងដោយខ្យល់ពុលកម្រិត PM 2.5 បានឈានទៅដល់ចំណុចក្រហមដែលជាចំណុចគ្រោះថ្នាក់បំផុតខ្យល់ពុលនៅតែបន្តវាយប្រហារទីក្រុងបាងកកថ្ងៃទី28ដល់ថ្ងៃទី29ខែមករាឆ្នាំ2026នេះអភិបាលក្រុងបាងកកលោកឆាតស៊ីទីភុនបានចេញមុខអំពាវនាវឲ្យប្រជាជនកុំចេញក្រៅផ្ទះហើយបើសិនជាចេញក្រៅផ្ទះគួរតែពាក់ម៉ាស់និងមានអ្វីការពារផ្លូវដង្ហើមឲ្យច្បាស់លាស់ម្យ៉ាងវិញទៀតប្រសិនបើអាចនោះគួរតែធ្វើការពីផ្ទះ work from home ទៅបើតាមអភិបាលក្រុងបាងកករូបនេះខ្យល់ពុលនៅក្នុងទីក្រុងបាងកកដែលកំពុងតែអណ្ដែតទៅអណ្ដែតមកមិនចាក់ចេញទៅណាឆ្ងាយសក់នេះកើតឡើងដោយសារតែលក្ខខណ្ឌអាកាសធាតុអាក្រក់និងការដុតកាកសំណល់កសិកម្មនៅតាមបណ្ដាខេត្តមួយចំនួននៅក្បែរទីក្រុងបាងកកខ្យល់ពុលកើតមានខ្លាំងបំផុតនៅក្នុងខណ្ឌចំនួន4នៅភាគខាងកើតនៃទីក្រុងបាងកកហើយបានរាលដាលទៅកាន់ស្រុកមួយចំនួននៅតាមបណ្ដាខេត្តក្បែរទីក្រុងបាងកកដូចជាបឋមធានីនិងនន្ទបុរីរូបភាពពីផ្កាយរណបបានបង្ហាញថាមានការដុតបំផ្លាញកាកសំណល់កសិកម្មដូចជាចិញ្ច្រាំងឬក៏ចម្បាំងនៅតាមបណ្ដាខេត្តក្បែរទីក្រុងបាងកកនៅក្នុងទំហំផ្ទៃដីរហូតដល់ទៅជិត 20,000 រ៉ៃឯណោះ
ในក្នុងរយៈពេលខ្លីផ្សាយនៃការចេញពីការដុតបំផ្លាញកាកសំណល់កសិកម្មនោះត្រូវបានខ្យល់បក់ចូលទៅកាន់ទីក្រុងបាងកកដែលធ្វើឲ្យកម្រិតខ្យល់ពុល PM 2.5 ធ្លាក់ចូលទៅក្នុងបន្ទាត់ក្រហមជាលក្ខខណ្ឌអាក្រក់បំផុតក្រៅពីការចេញដោយសារតែការដុតកាកសំណល់កសិកម្មខ្យល់ពុលនៅក្នុងទីក្រុងបាងកកក៏កើតចេញពីយានយន្តរោងចក្រនិងការប្រើប្រាស់ម៉ាស៊ីនផ្សេងៗខ្យល់ពុលនេះវាប្រហារខ្លាំងបំផុតទៅលើសួតហើយសារធាតុល្អិតដែលមាននៅក្នុងខ្យល់ពុលនោះអាចជ្រាបចូលទៅក្នុងសរសៃឈាមនៅក្នុងរាងកាយរបស់មនុស្សទៀតផងអ្នកដែលរងគ្រោះខ្លាំងជាងគេនោះមានដូចជាកុមារមនុស្សចាស់និងអ្នកដែលមានជំងឺរ៉ាំរ៉ៃក្រោយពីទីក្រុងបាងកកបណ្ដាខេត្តមួយចំនួនទៀតក៏រងការវាយប្រហារដោយខ្យល់ពុលខ្លាំងផងដែរដូចជាសមុទ្រសុង្ក្រានណាន់ថបុរីសមុទ្រប្រាកាននិងខេត្តនគរភូធំ 3. ការព្រមានពីវីរុសនីប៉ាព័ត៌មានទី3ទីពាក់ព័ន្ធជាមួយនឹងហានិភ័យនៃការផ្ទុះជំងឺដ៏កាចសាហាវនីប៉ានៅក្នុងប្រទេសថៃในខណៈដែលពិភពលោកកំពុងតែមានការព្រមានពីការឆ្លងរីករាលដាលនៃវីរុសនីប៉ានៅឯប្រទេសឥណ្ឌាសម្រាប់ប្រទេសថៃឯនេះវិញកំពុងតែមានហានិភ័យខ្ពស់នៅក្នុងការផ្ទុះជំងឺនេះផងដែរដែលយោងទៅតាមអ្នកជំនាញផ្នែកវីរុសបានព្រមានថាវីរុសនេះអាចឆ្លងតាមរយៈសត្វប្រចៀវស៊ីផ្លែឈើដែលសត្វទាំងអស់នេះកំពុងតែរស់នៅពាសពេញប្រទេសថៃលោកវេជ្ជបណ្ឌិតយ៉ាងភូវ៉ារ៉ាវ៉ាន់ដែលជាប្រធានមជ្ឈមណ្ឌលជំនាញផ្នែកវីរុសវិទ្យា Clinic នៃសាកលវិទ្យាល័យជូឡាឡុងកុនប្រទេសថៃនៅថ្ងៃទី25ខែមករាឆ្នាំ2026បានឲ្យដឹងថាវីរុសនីប៉ាកើតឡើងតាមធម្មជាតិនៅក្នុងសត្វប្រចៀវដែលស៊ីផ្លែឈើហើយសត្វទាំងអស់នេះរស់នៅទូទាំងប្រទេសថៃជាពិសេសនៅតាមវត្តអារាមសហគមន៍និងចំការឈើហូបផ្លែហានិភ័យមានកម្រិតខ្ពស់ជាងមុនដោយសារតែបរិស្ថាននិងចំណីអាហារដែលមានប្រឡាក់ទឹកមាត់និងទឹកនោមរបស់សត្វប្រចៀវដែលមានវីរុសនេះនៅតាមតំបន់មួយចំនួននៅក្នុងប្រទេសថៃប្រជាជនមានទម្លាប់ហូបផ្លែឈើស្រស់ដោយមិនបានលាងសម្អាតឲ្យបានត្រឹមត្រូវហើយតំបន់មួយចំនួនទៀតនោះគឺបរិភោគសាច់ដែលមិនបានចម្អិនឲ្យបានល្អឬក៏អាចមានសាច់ឆាវទៀតផងក្រៅពីសត្វប្រចៀវលោកវេជ្ជបណ្ឌិតយ៉ាងភូវ៉ារ៉ាវ៉ាន់ក៏បានលើកឡើងអំពីឧស្សាហកម្មចិញ្ចឹមជ្រូកដ៏ធំនៅក្នុងប្រទេសថៃផងដែរដែលលោកបញ្ជាក់ថាប្រសិនបើសត្វជ្រូកទាំងអស់នេះឆ្លងរោគពួកវានឹងក្លាយទៅជាភ្នាក់ងារចម្លងកាន់តែខ្លាំងបើទោះបីជានៅក្នុងពេលបច្ចុប្បន្ននេះទំហំនៃការឆ្លងរោគនីប៉ានេះនៅមានកម្រិតទាបនៅឡើយក៏ប៉ុន្តែការផ្ទុះឡើងជាក់ស្ដែងណាមួយអាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សុខភាពសាធារណៈរបស់ថៃនិងសេដ្ឋកិច្ចតាមការពិតទៅថៃក៏បានបញ្ជាក់រួចទៅហើយថាខ្លួនបានរកឃើញវីរុសនីប៉ានៅក្នុងខ្លួនសត្វប្រចៀវដែលស៊ីផ្លែឈើនៅក្នុងប្រទេសថៃរួចទៅហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថាវីរុសដែលថៃបានរកឃើញនោះគឺជាវីរុសពូតបង់ក្លាដេសដែលមានភាពកាចសាហាវនិងមានអត្រាមរណៈខ្លាំងចន្លោះពី 40% ទៅដល់ 75% ឯណោះការរកឃើញវីរុសនេះត្រូវបានថៃបញ្ជាក់កាលពីថ្ងៃទី26ខែមករាឆ្នាំ2026ក៏ប៉ុន្តែវាពុំទាន់ឈ្នមចូលទៅក្នុងរាងកាយរបស់មនុស្សនៅឡើយទេមិនត្រឹមតែប្រទេសថៃទេប្រទេសផ្សេងៗទៀតក៏ត្រៀមខ្លួនប្រយុទ្ធទប់ទល់ជាមួយនឹងការឆ្លងរាលដាលនៃវីរុសនីប៉ានេះផងដែរឧទាហរណ៍ដូចជាប្រទេសកម្ពុជាយើងយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជាវីរុសនីប៉ាឆ្លងតាមរយៈវិធីមួយចំនួនដូចជា 1. សត្វប្រចៀវស៊ីផ្លែឈើដែលមានវីរុសនីប៉ាហើយចម្លងវីរុសនេះទៅកាន់សត្វផ្សេងទៀតដូចជាសត្វជ្រូក សេះ ពពែ ចៀម ឆ្មានិងសត្វឆ្កែរួចចម្លងមកមនុស្សតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយនឹងទឹកសរីរាង្គសត្វទាំងអស់នោះដែលមានដូចជាទឹកនោមឈាមនិងលាមកជាដើម 2. ការទទួលទានផ្លែឈើឬក៏ទឹកផ្លែឈើឧទាហរណ៍ដូចជាទឹកត្នោតដែលមានទឹកនោមឬក៏ទឹកមាត់សត្វប្រចៀវដែលមានផ្ទុកវីរុសនីប៉ានៅក្នុងនោះ 3. ការប៉ះពាល់ផ្ទាល់ជាមួយនឹងសត្វប្រចៀវដែលស៊ីផ្លែឈើហើយមានវីរុសនីប៉ា 4. ការប៉ះពាល់ផ្ទាល់ជាមួយបុគ្គលដែលមានផ្ទុកវីរុសតាមរយៈទឹកសរីរាង្គដូចជាឈាមទឹកនោមទឹកមាត់ទឹកសម្បោរឬក៏ដំណក់ទឹកតូចៗចេញពីផ្លូវដង្ហើមឬច្រមុះក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ថាបុគ្គលដែលឆ្លងវីរុសនីប៉ាអាចគ្មានរោគសញ្ញារហូតដល់មានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរនិងរលាកខួរក្បាលធ្ងន់ធ្ងរហើមខួរក្បាលនិងអាចស្លាប់រយៈពេលពីឆ្លងវីរុសនីប៉ារហូតដល់ចាប់ផ្ដើមមានរោគសញ្ញាគឺចន្លោះពី4ថ្ងៃទៅដល់19ថ្ងៃតែអាចឈានទៅដល់45ថ្ងៃក៏មានដែររោគសញ្ញារួមមានគ្រុនក្តៅឈឺក្បាលក្អកឈឺបំពង់កពិបាកដកដង្ហើមអង្វត់និងឈឺសាច់មុតជាដើមនៅពេលដែលខួរក្បាលហើមវានឹងធ្វើឲ្យវើមុខងងឹតដេក
វិបត្តិស្មារតីប្រកាសនិងសន្លប់នៅក្នុងអំឡុងពេលចន្លោះពី24ម៉ោងទៅ48ម៉ោងដែលជារោគសញ្ញាតាក់ទងជាមួយនឹងប្រព័ន្ធប្រសាទសូមជម្រាបថារហូតមកទល់នឹងពេលបច្ចុប្បន្ននេះពិភពលោកនៅមិនទាន់រកឃើញថ្នាំឬក៏វ៉ាក់សាំងណាមួយសម្រាប់ព្យាបាលនិងការពារវីរុសនីប៉ានៅឡើយទេដូច្នេះសូមបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្នខ្ពស់បំផុតជាចុងក្រោយសូមអរគុណបងប្អូនសម្រាប់ការទស្សនានិងតាមដានព័ត៌មានពី Channel HS Infotech កុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងដើម្បីទទួលបានព័ត៌មានថ្មីៗនិងចំណេះដឹងសំខាន់ៗបែបនេះជារៀងរាល់ថ្ងៃយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយសូមអរគុណនិងសូមជម្រាបលា